nơiក្នុងពិភពលោកប្រទេសណាមួយក៏ដោយសុទ្ធតែសរសេរចេញគោលនយោបាយភាគច្រើនសរសេរល្អពាក្យពេចន៍ជ្រៅជ្រះពេលខ្លះក៏ពិបាកនឹងយល់វាមានចក្ខុវិស័យវាមានគោលដៅវាមានពាក្យស្លោកល្អប៉ុន្តែសំណួរមួយដែលយើងត្រូវសួរគឺបើគោលនយោបាយល្អតើហេតុអ្វីជីវិតមនុស្សមួយចំនួននៅតែមិនផ្លាស់ប្ដូរឆ្ពោះទៅរកភាពវិជ្ជមានថ្ងៃនេះប្រធានបទនេះយើងមិននិយាយអំពីនរណាម្នាក់ទេតែយើងនិយាយអំពីចន្លោះគឺចន្លោះរវាងការសរសេរនិងការអនុវត្តហើយនេះជាកម្មវិធីនយោបាយក្រមម៉ាស់ទី1ចន្លោះរវាងគោលនយោបាយនិងជីវិតពិតក្នុងផ្លូវច្បាប់ជាទូទៅគោលនយោបាយអាចនិយាយថាលើកកម្ពស់អាជីវកម្មតូចៗកែលម្អសេវាសាធារណៈគ្រប់គ្រងយុវជនដើម្បីអភិវឌ្ឍប៉ុន្តែជីវិតពិតសួរថាអាជីវកម្មតូចមួយត្រូវឆ្លងកាត់ប៉ុន្មានជំហានដើម្បីទទួលបានអាជ្ញាប័ណ្ណហើយត្រូវប្រឈមបញ្ហាអ្វីខ្លះក្នុងដំណាក់កាលចាប់ផ្ដើមរហូតចង្វាក់ផលិតផលដើរប្រជាជននៅជនបទត្រូវធ្វើដំណើរប៉ុន្មានម៉ោងដើម្បីទទួលសេវាសុខាភិបាលហើយត្រូវបង់ថ្លៃបែបណាដើម្បីឲ្យមានការយកចិត្តទុកដាក់អ្វីខ្លះជាការអនុវត្តខុសក្រមសីលធម៌គ្រូពេទ្យរួមនឹងគុណភាពព្យាបាលនិស្សិតបញ្ចប់ការសិក្សាត្រូវរងចាំប៉ុន្មានខែដើម្បីរកការងារសមស្របតើសិស្សអាចមានបទពិសោធន៍របៀបណាពីការងារតើការផ្ដល់ឱកាសពិសេសមានទេសម្រាប់សិស្សបញ្ចប់ការសិក្សានេះមិនមែនជាកំហុសបុគ្គលនេះជាបញ្ហាអនុវត្តបើប្រព័ន្ធមិនសម្របសម្រួលគោលនយោបាយនឹងបានត្រឹមស្ថិតនៅលើក្រដាស់ប៉ុណ្ណោះទី2ហេតុអ្វីអនុវត្តខ្សោយមានមូលហេតុសំខាន់3ដូចជាកង្វះសមត្ថភាពរដ្ឋនៅក្នុងទ្រឹស្ដីនយោបាយលោក Francis បានពន្យល់ថាប្រទេសអាចមានច្បាប់ល្អប៉ុន្តែបើរដ្ឋបាលខ្សោយការអនុវត្តនឹងបរាជ័យឧទាហរណ៍ក្នុងសង្គមខ្មែរគម្រោងអភិវឌ្ឍមួយអាចប្រកាសថារួចរាល់ប៉ុន្តែប្រជាជននៅតែមានបញ្ហាប្រើប្រាស់ព្រោះគ្មានការត្រួតពិនិត្យគុណភាពបន្តតម្លាភាពនិងការវាស់វែងលទ្ធផលបើគ្មានការវាស់វែងគ្មានអ្នកណាដឹងទេថាគោលនយោបាយជោគជ័យឬបរាជ័យតើរដ្ឋបើកចំហទេសម្រាប់ការវាស់វែងឧទាហរណ៍កម្មវិធីជួយសង្គមអាចមានថវិកាប៉ុន្តែតើមានរបាយការណ៍បង្ហាញថាមានប៉ុន្មានគ្រួសារទទួលបានលទ្ធផលប្រកបហើយចំនួននេះស្របគ្នានឹងជីវភាពជាក់ស្ដែងទេការកំណត់អំណាចកណ្ដាលពេកបើការសម្រេចចិត្តទាំងអស់ស្ថិតនៅចំកណ្ដាលការអភិវឌ្ឍនិងមូលដ្ឋានអាចយឺតព្រោះมันមានសិទ្ធិដោះស្រាយបញ្ហាភ្លាមៗលោកខុនប៊ុននីទីប្រឹក្សាឯករាជ្យលើគោលនយោបាយនិងយុទ្ធសាស្ត្របានបកស្រាយថាការមិនមានទំនួលខុសត្រូវជាមួយប្រជាជននិងមន្ត្រីគិតតែរាយការណ៍ទៅមេខាងលើគឺជាបញ្ហានៃការគ្រប់គ្រងប្រកបដោយតម្លាភាពទី3ផលប៉ះពាល់ជាក់ស្ដែងជាទូទៅពេលការអនុវត្តលើគោលការណ៍នយោបាយដោយការអនុវត្តខ្សោយអ្នកដែលរងផលប៉ះពាល់មុនគេគឺប្រជាជនធម្មតាអាជីវកម្មតូចស្មើនឹងចំណាយពេលនិងថ្លៃដើមបន្ថែមការជំរិតក្រៅប្រព័ន្ធផ្លូវការពីមន្ត្រីឡាក់កសិករស្មើនឹងគ្មានទីផ្សារច្បាស់លាស់ហើយរដ្ឋផលិតព័ត៌មានយកឬខ្លួនបន្ទាប់ប្រជាជនមិនធ្វើតាមយុវជនស្មើនឹងបាត់បង់ឱកាសរដ្ឋមិនបានទទួលស្គាល់ថាខ្លួនខ្វះសមត្ថភាពធ្វើឲ្យមានគុណភាពនិងកែតម្រង់ប្រព័ន្ធដែលមិនអនុវត្តបានល្អបង្កើតភាពនឿយហត់ដល់សង្គមមនុស្សចាប់ផ្ដើមគិតថាគោលនយោបាយគឺជាពាក្យស្លោកមិនមែនដំណោះស្រាយហើយនៅពេលភាពជឿជាក់ថយចុះអំណាចក៏ថយដូចគ្នាទី4ដំណោះស្រាយប្រព័ន្ធរដ្ឋនីមួយៗបើចង់ឲ្យគោលនយោបាយដំណើរការត្រូវមានវាស់វែងលទ្ធផលជាក់លាក់ប្រព័ន្ធត្រួតពិនិត្យឯករាជ្យការផ្ដល់អំណាចដល់មូលដ្ឋានការបង្ហាញរបាយការណ៍សាធារណៈគោលនយោបាយល្អត្រូវមានគ្រឹះអនុវត្តបើគ្មានទេវានឹងនៅតែជាអក្សរដែលសរសេរនិងដាក់តាំងយ៉ាងស្អាតក្នុងស្ថាប័នឬក្រសួងរដ្ឋតែប៉ុណ្ណោះថ្ងៃនេះយើងមិនសួរថាគោលនយោបាយល្អឬអត់ទេយើងសួរថាតើវាបានផ្លាស់ប្ដូរជីវិតអ្នកណានិងបានបម្រើដល់ប្រជាជនកម្រិតណាអ្វីខ្លះជាផ្លែផ្កាដ៏វិជ្ជមាននិងជាគំរូព្រោះនៅចុងក្រោយសូមបញ្ជាក់ថាប្រជាជនមិនរស់នៅក្នុងឯកសារតែប្រជាជនរស់នៅក្នុងលទ្ធផលពិតដែលអាចជួយកែប្រែជីវិតរបស់ពួកគេនេះគឺនយោបាយក្រមម៉ាស់សំណួរបន្ទាប់យើងនឹងសួរថាតើប្រព័ន្ធអាចកែប្រែខ្លួនឯងបានដែរឬទេជួបគ្នានៅវីដេអូក្រោយ